តើគួរប្រើប្រភេទថ្នាំពុលត្រជាក់ឬក៏ប្រើប្រភេទថ្នាំពុលក្តៅតើគួរបាញ់ផ្សែងឬក៏បាញ់ជោគនៅលើដំណាំស្វាយចន្ទទីសួស្តីពុកម៉ែបងប្អូនតើតើជាមួយនឹងការថែទាំលើដំណាំស្វាយចន្ទទីគឺយើងយកចិត្តទុកដាក់បំផុតទៅលើការបាញ់ថ្នាំបំពន់ឬក៏បាញ់ថ្នាំពុលតើតើជាមួយនឹងការបាញ់ហ្នឹងគឺយើងបែងចែកជាពីរធំទី1ការប្រើប្រាស់កម្រិតទឹកតើយើងត្រូវប្រើប្រាស់កម្រិតទឹកចូលពេលណាផ្សាយពេលណាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការបាញ់ពីដំណាក់កាលទាញត្រួយរហូតដល់ដំណាក់កាលផ្កាចេញមកប៉ុន្តែផ្កាអត់ទាន់រីកបងប្អូននៅតែអាចបាញ់ចូលបានហើយផ្គប់ជាមួយគ្នានឹងដែរគឺយើងអាចប្រើជាមួយនឹងប្រភេទថ្នាំសត្វល្អិតប្រភេទក្តៅបានដំណាក់កាលទី1ហ្នឹងហើយចាប់ពីដំណាក់កាលទី2ការចាប់ដើមរីកការចាប់ដើមបង្កាត់លំអងលោតបង្កើតជាក្តឹបយើងផ្លាស់ប្ដូរតាក់ទងជាមួយនឹងការបាញ់គឺយើងបដូរមកបាញ់ផ្សែងវិញយើងបាញ់ចូលទីទៅបងប្អូនតាក់ទងជាមួយនឹងថ្នាំពុលដូចគ្នាពាក់ព័ន្ធជាមួយនឹងដំណាក់កាលហ្នឹងគឺយើងផ្លាស់ប្ដូរថ្នាំពុលពីថ្នាំពុលក្តៅមកប្រើប្រាស់ប្រភេទថ្នាំពុលត្រជាក់វិញដោយសារបើសិនជាបងប្អូននៅតែបន្តប្រើប្រាស់ប្រភេទថ្នាំពុលក្តៅឬក៏បន្តបាញ់ជោគចន្ទទីរបស់បងប្អូនតាក់ទងជាមួយនឹងក្តឹបគឺអត់លោតទេឬក៏ក្តឹបហ្នឹងវាលោតតិចមែនតើលោតមួយលោតអត់ច្រើនទេបើសិនជាបងប្អូនធ្វើចំណុចតាក់ទងជាមួយនឹងដំណាក់កាលបាញ់បូកជាមួយនឹងថ្នាំពុលនឹងបានត្រឹមត្រូវបងប្អូនពិតជាចំណាយតិចតាក់ទងជាមួយនឹងបញ្ហាផ្សេងវាអត់អាចការពារទេហើយមួយទៀតបើសិនជាដំណាក់កាលបញ្ចេញក្តឹបហ្នឹងបងប្អូនប្រើប្រាស់ថ្នាំពុលជាធម្មតាហើយទៅថយការបាញ់ហើយប៉ុន្តែក្តឹបលោតយឺតខ្ញុំណែនាំវិធីមួយទៀតដើម្បីឲ្យកែបញ្ហានឹងបានគឺយើងផ្ដាច់ថ្នាំពុលចោលមួយវគ្គយើងបាញ់តែប្រភេទថ្នាំបំពន់យកតែម្ដងភ្ជាប់ជាមួយវីដេអូនឹងដែរខ្ញុំសូមណែនាំផលិតផល2ដែលប្រើប្រាស់លើដំណាំស្វាយចន្ទទី1អិនផ្លាក់យើងប្រើដំណាក់កាលទាញត្រួយឬក៏ពជារហូតដល់ផ្កាវាចេញចន្លោះ20ទៅ30%បើតើតជាមួយនឹងដំណាក់កាលនៃការបាញ់ផ្ទាល់បើសិនជាយើងគិតពីឥឡូវហ្នឹងទៅពាក់កណ្ដាលខែ10យើងចាប់ដើមបាញ់បញ្ចេញត្រួយចុងខែ10យើងបាញ់លើកទី2ហើយនៅពាក់កណ្ដាលខែ11យើងបាញ់លើកទី3បញ្ចេញត្រួយយើងបាញ់តែ3ដងហ្នឹងទេហើយចាប់ពីលើកទី4ទៅយើងប្រើជាប្រភេទបាញ់ញូចបាញ់ថែទាំផ្កានៅផ្នែកយកតែម្ដងដល់ថតមកក្រុមហ៊ុន VKSN យើងមានពីរមុខអានខ្លះបាញ់បញ្ចេញត្រួយឌីខ្លះប្រើសម្រាប់ញូចផ្កាឬក៏ក្តឹបហ្នឹងថែក្តឹបហ្នឹងឲ្យវាលោតបានច្រើនអញ្ចឹងវីដេអូហ្នឹងខ្ញុំសូមចែករំលែកប៉ុណ្ណឹងសូមអរគុណថ្ងៃទី4ខែ12026ថ្ងៃទី4ខែ1 2026